ក្រសួងការពារជាតិប្រកាសបដិសេធការចោទប្រកាន់របស់ភាគីថៃដែលថាកម្ពុជាដាក់គ្រាប់មីនថ្មីក្រសួងការពារជាតិនៃប្រជាជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025ដោយសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនបណ្ដាលឲ្យកងទ័ពថៃមួយចំនួនរងរបួសនៅពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជាកាលពីថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025ជាមួយគ្នានេះក្រសួងការពារជាតិបានកត់សម្គាល់ឃើញថាចាប់តាំងពីថ្ងៃម្សិលមិញរហូតមកដល់ថ្ងៃនេះបណ្ដាសារព័ត៌មានរបស់ថៃមួយចំនួនបានចេញផ្សាយដោយដកស្រង់សម្ដីថ្នាក់ដឹកនាំនៃប្រទេសថៃនិងមន្ត្រីនៃកងយោធាថៃដែលបានចោទប្រកាន់មកលើកម្ពុជាថាបានដាក់គ្រាប់មីនថ្មីនិងបណ្ដាលឲ្យយោធារបស់ខ្លួនជន់មីននិងរងរបួសធ្ងន់នៅខេត្តព្រះវិហារក្រសួងការពារជាតិនៃប្រជាជាតិកម្ពុជាសូមប្រកាសបដិសេធការចោទប្រកាន់ទាំងនេះរបស់ភាគីថៃមកលើកម្ពុជាជាមួយគ្នានេះក្រសួងការពារជាតិក៏បានបញ្ជាក់យ៉ាងមុតមាំថាចាប់តាំងពីខ្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាកម្ពុជាតែងតែប្រកាន់ភ្ជាប់នូវគោលការណ៍និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខនិងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយជាការប៉ុណ្ណាបើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងក្នុងការបោះសម្អាតមីនអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយគ្រាប់មីនមិនទាន់ផ្ទុះដែលជាសំណល់ពីសង្គ្រាមនៅតែបន្តគំរាមកំហែងដល់សន្តិសុខនិងសុវត្ថិភាពប្រជាជនស្លូតត្រង់កម្ពុជានៅតាមតំបន់ជាច្រើនជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជានិងប្រទេសជិតខាងក្នុងនោះរួមទាំងប្រទេសថៃផងដែរក្នុងន័យនេះក្រសួងការពារជាតិអំពាវនាវឲ្យភាគីថៃជៀសវាងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាចម្ការមីនដែលជាសំណល់ពីសង្គ្រាមដើម្បីជៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះដែលអាចបង្កឲ្យមានភាពតានតឹងដោយមិនចាំបាច់នាយករដ្ឋមន្ត្រីថៃនឹងបញ្ចប់សុពលភាពបានការងារពលករខ្មែរជាស្ថាពរក្រោយកងទ័ពថៃ2នាក់ត្រូវបានជន់មីននាយករដ្ឋមន្ត្រីថៃលោកអនុទានចន្ទរកុលបានប្រកាសថាមិនបន្តសុពលភាពបានការងារឲ្យពលករខ្មែរជិត100,000នាក់បន្តធ្វើការងារនៅប្រទេសថៃបន្តទៀតទេព្រោះបារម្ភពីការបង្កអសន្តិសុខនិងឧក្រិដ្ឋកម្មឆ្លងដែនការប្រកាសរបស់នាយករដ្ឋមន្ត្រីថៃគឺបន្ទាប់ពីកងទ័ពថៃចំនួន2នាក់បានជន់មីនបណ្ដាលឲ្យដាច់ជើងនិងរងរបួសកាលពីថ្ងៃម្សិលមិញតាមការផ្សាយរបស់កាសែតខៅសុនរបស់ថៃលោកអនុទានបានបញ្ជាឲ្យការពន្យាពេលការចុះហត្ថលេខាលើសេចក្តីព្រាងរបស់ក្រសួងមហាផ្ទៃដែលអនុញ្ញាតឲ្យពលករខ្មែរស្នាក់នៅប្រទេសថៃក្នុងករណីពិសេសតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី19ខែសីហាឆ្នាំ2025នេះបើតាមលោកស្រីត្រៃសុលីត្រៃសារណគុណលេខានាយករដ្ឋមន្ត្រីថៃនិយាយថារដ្ឋាភិបាលថៃមិនអនុញ្ញាតឲ្យពលករខ្មែរដែលផុតសុពលភាពបានការងារស្នាក់នៅប្រទេសថៃបន្តទៀតទេហើយអាចប្រឈមនឹងសមត្ថកិច្ចថៃចាប់ខ្លួនក្រោមហេតុផលធ្វើខុសច្បាប់លោកសុនមេសាអ្នកនាំពាក្យក្រសួងការងារបានប្រាប់ផងមាសនៅព្រឹកថ្ងៃអង្គារនេះដោយបានអំពាវនាវឲ្យពលករយើងវិលត្រឡប់មកស្រុកកំណើតវិញព្រោះនៅស្រុកមានការងារធ្វើគ្រប់គ្រាន់និងទទួលបានអត្ថប្រយោជន៍ជាច្រើនពិសេសមានការគាំពារពីសង្គមបសសលោកបានអះអាងថាប្រសិនបើពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃមានបញ្ហាអ្វីមួយសូមតាក់ទងទៅអនុព័ន្ធការងារប្រចាំប្រទេសថៃដើម្បីជួយសម្របសម្រួលនិងដោះស្រាយក្រសួងសេដ្ឋកិច្ចជាថ្មីថាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ2026នេះនឹងកើនឡើង 5.2% ក្រសួងសេដ្ឋកិច្ចកម្ពុជាបានកែសម្រួលការព្យាករណ៍កំណើនសម្រាប់ឆ្នាំ2025ឡើងវិញដោយបានប៉ាន់ប្រមាណថាកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ2025នេះនឹងឈានដល់ 5.2% ប៉ុន្តែក្រសួងបានប្រមានថាកម្ពុជាអាចនឹងប្រឈមនឹងការថមថយវិញនៅឆ្នាំ2026ដោយសារសម្ពាធពន្ធបដិការពីសហរដ្ឋអាមេរិកនិងដោយសារវិបត្តិព្រំដែនជាមួយនឹងប្រទេសថៃលើពីនេះអាយដាមអគ្គបណ្ឌិតសាស្ត្រាចារ្យអូនពាន់មនីរដ្ឋឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុមានប្រសាសន៍ក្នុងសិក្ខាសាលាស្ដីពីគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងគោលនយោបាយហិរញ្ញវត្ថុសាធារណៈក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025នេះថាក្រុមការងារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានវិយតម្លៃនិងលើកឡើងថាសេដ្ឋកិច្ចកម្ពុជាឆ្នាំ2025អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ 5.2% ខណៈដែលវិស័យមួយចំនួនមានសន្ទុះរីកចម្រើនក្នុងរយៈពេល9ខែដើមឆ្នាំនេះជាមួយគ្នានេះធនាគារអភិវឌ្ឍអាស៊ីដែលហៅកាត់ ADB បង្ហាញថាស្ថានភាពនៅតាមព្រំដែននៅមានភាពមិនច្បាស់លាស់និងផុយស្រួយដែលអាចធ្វើឲ្យអត្រាពន្ធគយកើនឡើងខ្ពស់ផងដែរក្នុងករណីអត្រាពន្ធគយកើនឡើងខ្ពស់ ADB បានបង្ហាញការព្យាករណ៍ថាអាចនឹងពន្យឺតកំណើនសេដ្ឋកិច្ចកម្ពុជាជិត 1% ធ្វើឲ្យពលរដ្ឋប្រមាណ 11 នាក់អត់ការងារធ្វើនិងបង្កើតអត្រាភាពក្រីក្រលើសពី 1% ដែលអាចទាញភាពថមថយនៅការវិវត្តថ្មីៗរបស់កម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រក្នុងនោះផលប៉ះពាល់នឹងធ្ងន់ធ្ងរជាពិសេសសម្រាប់កម្មករក្នុងវិស័យកាត់ដេរនិងអេឡិចត្រូនិកដែលអាចនាំដល់ការផ្លាស់ប្ដូរទៅលើវិស័យមួយចំនួនដែលមានប្រាក់ចំណូលទាបជាងមុនដូចជាវិស័យកសិកម្មនិងសេវាកម្មទូទៅកម្ពុជានាំចេញដំណាប់ស្វាយស្ងួតធម្មជាតិ20តោនទៅប្រទេសអូស្ត្រាលីជាលើកដំបូងដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលីតាមរយៈកម្មវិធី CAPRED កម្ពុជាបាននាំចេញដំណាប់ស្វាយស្ងួតធម្មជាតិចំនួន20តោនជាលើកដំបូងទៅកាន់ប្រទេសអូស្ត្រាលីលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាបានបញ្ជាក់ក្នុងគេហទំព័រស្ថានទូតថាការនាំចេញដំណាប់ស្វាយស្ងួតធម្មជាតិនេះគឺស្របទៅនឹងយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីត្រឹមឆ្នាំ2040ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអូស្ត្រាលីនិងកម្ពុជាក៏ដូចជាបណ្ដាប្រទេសនានានៅអាស៊ីអាគ្នេយ៍ប្រភពដដែលបន្តថាភាពជោគជ័យនេះកើតឡើងស្របគ្នាទៅនឹងការដំឡើងខ្សែចង្វាក់ផលិតកម្មទឹកស្វាយកែច្នៃលើកដំបូងរបស់កម្ពុជានៅក្នុងក្រុមហ៊ុន KFP តាមរយៈការគាំទ្របច្ចេកទេសពីអូស្ត្រាលីលោកឯកអគ្គរដ្ឋទូតអះអាងថារដ្ឋាភិបាលអូស្ត្រាលីនឹងបន្តជួយឲ្យក្រុមហ៊ុន KFP មានសមត្ថភាពក្នុងការច្នៃប្រឌិតកែប្រែកាកសំណល់ផ្លែស្វាយទាំងនោះទៅជាផលិតផលដែលមានតម្លៃអាចផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិ